មករយៈនេះខ្ញុំទទួលបានសំណួរជាច្រើនពីអាណាព្យាបាលលោកកុមារទៅនឹងការថែទាំសុខភាពរបស់ក្មេងរបស់កុមារហើយនេះក៏ជាចម្លើយខ្លីៗហើយបើសិនជាបងប្អូនមានចម្ងល់ជាមួយនឹងការថែទាំក្មេងកុមារបងប្អូនអាចអញ្ជើញមកកាន់ពេទ្យក្មេងព្យាបាលដើម្បីពិនិត្យសុខភាពក្មេងរបស់កូនរបស់លោកអ្នកណាអញ្ចឹងការថែទាំក្មេងរបស់កុមារទី1គឺជួយឲ្យការពារក្មេងរបស់កុមារហើយទី2ជួយឲ្យការញ៉ាំអាហារបានល្អហើយទី3ជួយក្នុងការនិយាយស្ដីនិងបញ្ចេញសម្លេងបានត្រឹមត្រូវហើយទី4រក្សាទីតាំងសម្រាប់វិញ្ញាចិន្ត្រៃយ៍ហើយទី5គឺបង្កើនទំនុកចិត្តទៅដល់កុមារហើយទី6គឺបង្កើនទម្លាប់ល្អកុមារតាំងពីតូចទៅណាហើយវីដេអូនេះខ្ញុំចង់ណែនាំពីវិធីថែទាំងាយៗដែរសម្រាប់អាណាព្យាបាលនៅពេលដែលចង់ឲ្យក្មេងកូនលោកអ្នកមានសុខភាពល្អទី1លោកអ្នកគួរតែដុសធ្មេញ2ដងក្នុងមួយថ្ងៃអញ្ចឹងណាហើយទី2ប្រើថ្នាំដុសធ្មេញណាដែលមាន fluoride តាមអាយុរបស់កុមារអញ្ចឹងទៅហើយទី3កាត់បន្ថយអាហារដែលមានជាតិផ្អែមឬភេសជ្ជៈកប៉ុឬភេសជ្ជៈដែលមានជាតិផ្អែមច្រើនទៅហើយទី4អាណាព្យាបាលទាំងអស់គួរតែចំណាយពេលនាំកូនទៅជួបទៅពេទ្យជំនាញដើម្បីណែនាំបន្ថែមជាមួយនឹងការថែទាំក្មេងរបស់កុមារឬក៏មានចំណងផ្សេងៗជាមួយនឹងការថែទាំក្មេងរបស់លោកអ្នកក៏អាចសួរទៅពេទ្យនៅពេលនឹងបានដែរដូចក្នុងវីដេអូនេះអញ្ចឹងនៅពេលដែលអាណាព្យាបាលនាំកូនមកគឺទៅពេទ្យរបស់យើងហ្នឹងគឺបញ្យល់ណែនាំទៅនឹងការថែទាំក្មេងរបស់កូនគាត់តើគាត់ហ្នឹងគឺថែទាំក្មេងកូនគាត់ពីម៉េចដើម្បីឲ្យកូនគាត់មានសុខភាពល្អអញ្ចឹងយើងនឹងណែនាំមួយចំនួនទៅការថែទាំឬក៏ការការពារក្មេងកុមារដូចនេះណាអញ្ចឹងអរគុណសម្រាប់បងប្អូនដែលទស្សនាវីដេអូនេះបើសិនជាបងប្អូនមានចម្ងល់ចង់ស្វែងយល់បន្ថែមជាមួយនឹងការថែទាំសុខភាពរបស់ក្មេងរបស់កុមារបងប្អូនអាចអញ្ជើញមកកាន់ពេទ្យក្មេងបានអរគុណ